ជំរាបសួរបងប្អូនតាមបណ្ដាញសង្គម Facebook និង YouTube ទាំងអស់គ្នាខ្ញុំ Mr. កំថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទាក់ទងជាមួយនឹងការស្គាល់ក្រុមហ៊ុន Atomy តើធ្វើដូចម្ដេចដើម្បីទទួលបានភាពជោគជ័យនៅក្នុងក្រុមហ៊ុន Atomy អូខេថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយនេះដើម្បីឲ្យបងប្អូនបានដឹងថាតើធ្វើដូចម្ដេចដើម្បីទទួលបានជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy ខ្ញុំបាទឈ្មោះ Mr. កុងជាអ្នកខេត្តបន្ទាយមានជ័យហើយមានតំណែងជាអ្នកប្រើប្រាស់ក៏ដូចជាអ្នកធ្វើជំនួយនៅក្នុងក្រុមហ៊ុន Atomy ម្នាក់ផងដែរកាលដែលខ្ញុំស្គាល់ក្រុមហ៊ុន Atomy គឺស្គាល់តាមរយៈមិត្តភ័ក្តិរបស់ខ្ញុំគឺអ្នកគ្រូកំឈៀនគាត់បានណែនាំផលិតផលក៏ដូចជាក្រុមហ៊ុន Atomy នេះឲ្យខ្ញុំស្គាល់តាមរយៈការប្រើប្រាស់នៅថ្នាំដុសធ្មេញរបស់ក្រុមហ៊ុន Atomy ហើយនឹងសាប៊ូដុសខ្លួនក៏ដូចជាកាហ្វេ Arabica និងដូចជាផលិតផលជាច្រើនផ្សេងទៀតផងដែរខ្ញុំស្គាល់ក្រុមហ៊ុន Atomy នេះគឺបានរយៈពេល1ឆ្នាំហើយអ្វីដែលពីដំបូងខ្ញុំគិតថាមិត្តភ័ក្តិរបស់ខ្ញុំណែនាំក្រុមហ៊ុននេះគឺដើម្បីតែលក់ផលិតផលឲ្យខ្ញុំប្រើប្រាស់តែប៉ុណ្ណោះប៉ុន្តែថ្ងៃមួយគាត់បានសុំជួបខ្ញុំហើយក៏ណែនាំបញ្យលពីចំនួនរបស់ក្រុមហ៊ុន Atomy ក៏ដូចជាផែនការទីផ្សាររបស់ក្រុមហ៊ុន Atomy ដល់រូបខ្ញុំហើយក៏នៅពេលនោះខ្ញុំក៏ស្ដាប់ការបញ្យលរបស់គាត់ដល់ចប់តែអ្វីដែលខ្ញុំគិតក្នុងចិត្តនោះគឺគំរូនិងផែនការទីផ្សារគឺមានឆ្វេងមានស្ដាំជាហេតុធ្វើឲ្យខ្ញុំគិតក្នុងចិត្តថាជាក្រុមហ៊ុនទីផ្សារបណ្ដាញបោកក៏ដូចជាក្រុមហ៊ុនទីផ្សារដទៃទៀតដែលខ្ញុំធ្លាប់បានចូលរួមឬក៏ធ្លាប់បានណែនាំខ្ញុំប៉ុន្តែខ្ញុំក៏ព្រមស្ដាប់គាត់រហូតដល់ចប់រហូតដល់ខ្ញុំមើលឃើញចំណុចមួយដែលគិតថាក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនមួយខុសពីក្រុមហ៊ុនទីផ្សារដទៃផ្សេងទៀតដូច្នេះហើយខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹងជំនួយ Atomy នេះទៅមានថ្ងៃមួយគាត់ក៏បបួលខ្ញុំទៅសិក្ខាសាលាមួយថ្ងៃនៅទីរួមខេត្តបន្ទាយមានជ័យបានចូលរួមសិក្ខាសាលាមួយថ្ងៃនោះឃើញថាផែនការទីផ្សារដូចជាអ្វីដែលគាត់បានបញ្ជូនណែនាំមែនដូច្នេះខ្ញុំក៏ចាប់ផ្ដើមចុះឈ្មោះជាមួយនឹងគាត់ធ្វើជំនួយជាមួយនឹងគាត់ជំនួយនៅថ្ងៃទី14ខែ2ឆ្នាំ2024បើគិតមកដល់នេះគឺរយៈពេល1ឆ្នាំហើយអ្វីដែលខ្ញុំទទួលបានពីការធ្វើជំនួយ Atomy នេះគឺខ្ញុំបានក៏កាត់កម្រៃជើងសារពីក្រុមហ៊ុនគឺចំនួន$46ហើយអូខេសម្រាប់គោលការណ៍និងផែនការទីផ្សាររបស់ Atomy គឺជាផែនការទីផ្សារពិតមិនបោកប្រាស់យ៉ាងនោះទេជាក់ស្ដែងគឺខ្ញុំទទួលបាននៅបាទជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគ្រូកំឈៀនដែលបានណែនាំផលិតផល Atomy ក៏ដូចជាជំនួយមួយនេះមកឲ្យរូបខ្ញុំដែលខ្ញុំគិតថាជាជំនួយដ៏ល្អសម្រាប់បងប្អូនធ្វើក៏ដូចជាការប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុន Atomy មានដូចជាថ្នាំដុសធ្មេញមានដូចជាកាហ្វេមានដូចជាហ្វូមលាងមុខហើយនឹងមានដូចជាអាហារសុខភាពអូខេហើយអ្វីដែលខ្ញុំមើលឃើញនោះគឺចក្ខុវិស័យ Atomy គឺរួមគ្នាដើម្បីជោគជ័យទាំងអស់គ្នាទាំងអ្នកប្រើប្រាស់ក៏ដូចជាអ្នកធ្វើជំនួយនៅក្នុង Atomy ដើម្បីភាពមានបានទាំងអស់គ្នារំលែកកន្លឹះជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy នោះគឺទី1ក្រុមហ៊ុន Atomy ចោះឈ្មោះមិនអស់លុយឬក៏មិនអស់ប្រាក់ទី2មិនកំណត់ឲ្យទិញតំណែងឬក៏កាត់កញ្ចប់ឬក៏ stop ឲ្យបានຕົកនោះទេទី3មិនកំណត់ចំនួនសមាជិកឬក៏មិនកំណត់ចំនួនប្រទេសអាចធ្វើបានទូទាំងពិភពលោកបានទី4ពេលប្រជុំឬក៏សិក្ខាសាលាមួយថ្ងៃរបស់ក្រុមហ៊ុន Atomy គឺមិនបង់ប្រាក់នោះទេទី5ចែករំលែកចំណេះដឹងដល់សមាជិកគ្រប់រូបទី6ដោយគ្រាន់តែលោកអ្នកប្រើប្រាស់ដោយគ្រាន់តែលោកអ្នកផ្លាស់ប្ដូរពីការប្រើប្រាស់ផលិតផលខាងក្រៅមកប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុន Atomy នោះយើងនឹងបានសន្សំពិន្ទុក៏ដូចជាការណែនាំឲ្យបងប្អូនយើងប្រើប្រាស់ក៏ដូចជាចុះឈ្មោះឲ្យគាត់ដើម្បីកាត់បានធ្វើជំនួយដើម្បីអាចសាងប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន Atomy បានបន្ថែមទៀតទី7ការដាក់គោលដៅត្រូវឲ្យមានជំនឿជាក់លើខ្លួនអ្នកថាអ្នកអាចធ្វើបានថ្នាក់ដឹកនាំជោគជ័យជាច្រើនគ្នាជាសាក្សីរស់ដែលកាត់បានឡើងចែករំលែកនៅបទពិសោធន៍ក៏ដូចជាភាពជោគជ័យជាមួយនឹងក្រុមហ៊ុន Atomy ដល់សមាជិកគ្រប់រូបដើម្បីទទួលបានតំណែងក៏ដូចជាបានកាត់លុយពីក្រុមហ៊ុន Atomy 100% ផងដែរបាទជាចុងក្រោយនេះខ្ញុំសូមអរគុណសម្រាប់ការមើលវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចាប់អារម្មណ៍ធ្វើជំនួយជាមួយនឹងខ្ញុំក៏ដូចជាការធ្វើជំនួយជាមួយនឹងក្រុមហ៊ុន Atomy ដោយមិនបាច់ចំណាយដើមទុនសូម្បីតែ$1ឬក៏មិនបាច់ចំណាយដើមទុនក្នុងការកាត់កញ្ចប់ឬក៏ទិញផលិតផលយកទៅស្តុកទុកនោះដែរដូច្នេះបើសិនជាចាប់អារម្មណ៍អាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ070 53 23 និង 56ឬអាចទំនាក់ទំនងតាម Facebook ព្រោះគួងនេះមកបានអូខេអរគុណជម្រាបលា